ខ្ញុំឈ្មោះសវណ្ណាបច្ចុប្បន្នខ្ញុំរស់នៅខេត្តបាត់ដំបងសួស្តីបងប្អូនទាំងអស់គ្នានិយាយតាមត្រង់រដូវកាលមុនគ្រួសារខ្ញុំខុសពីរាល់ឆ្នាំកាលពីមុនរាប់ពេលរដូវចូលមកដល់យើងបារម្ភស្រូវមានសត្វល្អិតស្លឹកលឿងចំណាយលុយគ្រប់ប្រភេទទៅលើជីថ្នាំសម្រាប់សត្វល្អិតឡាក់តែឆ្នាំនេះខ្ញុំប្រើជីកាក្រីនបន្ទាប់ពីស្រោចស្រពតែម្ដងស្រូវមានសុខភាពល្អគួរស្រូវសុទ្ធតែក្របមើលទៅល្អផលិតភាពកើនឡើង10 ដងថ្លៃជីថ្លៃថ្នាំកាត់បន្ថយគួរឲ្យកត់សម្គាល់ត្រឹមតែមួយដបកាក្រីនអាចជួយលាយទឹករាប់ពាន់លីត្រស្រោចស្រពទៅលើផ្ទៃដីស្រែជាច្រើនហិកតាដែលសន្សំសំចៃជាងជីធម្មតាជាពិសេសជាជីវិសាស្ត្រសុវត្ថិភាពសុខភាពអស់បារម្ភរឿងដីឡើងគ្រើមដូចជីគីមីដូចនេះស្រូវខ្ញុំមិនត្រឹមតែមានគ្រាប់ច្រើនទេថែមទាំងមានគុណភាពល្អហើយអាចលក់បានតម្លៃថ្លៃទៀតខ្ញុំសប្បាយចិត្តណាស់ដូច្នេះខ្ញុំចែករំលែកដើម្បីឲ្យបងប្អូនអ្នករាល់គ្នាទទួលបានផលល្អដូចខ្ញុំដែរជីកាក្រីន